យើងចង់ចេះនិយាយភាសាអង់គ្លេសប៉ុន្តែអត់សូវមានទំនុកចិត្តនៅក្នុងការពន្យល់គំនិតខ្លួនឯងជាភាសាអង់គ្លេសទៅដល់គេវិញមូលហេតុនេះគឺដោយសារតែយើងអត់សូវបានស្ដាប់គ្រប់គ្រាន់ទៅលើជនជាតិដើមណាការស្ដាប់គឺត្រូវតែស្ដាប់ដើម្បីដឹងថាគេនិយាយអង់គ្លេសបែបណាមិនមែនគ្រាន់តែស្ដាប់ដើម្បីយល់ទេបើយើងស្ដាប់យល់យើងយល់ហើយចប់ហើយយកខ្វល់ថាគេយកអីគេទៅឆ្លើយយកពាក្យអីគេខ្លះគេលើកដាក់សម្លេងបែបណាហើយការពន្យល់ហ្នឹងគេពន្យល់បែបម៉េចអញ្ចឹងណាទើបយើងអាចយកវាទៅពន្យល់ដែរបើសិនជាយើងស្ដាប់គ្រាន់តែយល់ឬក៏អ្នកខ្លះអត់សូវបានស្ដាប់ហ្មងហ៊ានតែពាក្យហ៊ានតែវេយ្យាករណ៍តែពេលត្រូវការនិយាយទៅលើប្រធានបទណាមួយរនឹកពាក្យអត់សូវឃើញទេព្រោះពាក្យហ្នឹងវាអត់នៅជាប់គ្នាបានទេប៉ុន្តែបើយើងស្ដាប់ជនជាតិដើមសន្ទនាគ្នាជាភាសាអង់គ្លេសអ្នកនរគ្នានឹងអាចយកវាទៅប្រើបានដូចគេដែរឧបមាថាចឹងប្រធានបទនេះគឺនិយាយអំពី bad habits ដូចជាកន្លែងនេះ Neil ក៏សួរ Georgie ថាGeorgie do you have any bad habits you មានទម្លាប់អាក្រក់អីដែរអត់អញ្ចឹងគាត់សួរតែប៉ុណ្្នឹងឯណា you មើល Georgie ក៏ឆ្លើយឡើងមកកណោប៉ុន្តែយើងអ្នកស្ដាប់យើងមិនមែនគ្រាន់តែស្ដាប់ឲ្យតែចប់ទេយើងត្រូវដឹងថាតើមកកណោនឹងវាមានអីគេខ្លះគាត់និយាយតែប្រហែលដុំទេទីមួយគាត់ថាគាត់មានទម្លាប់អាក្រក់ច្រើនទីពីរគាត់ប្រាប់ទម្លាប់អាក្រក់នឹងអីគេទីបីគាត់ប្រាប់ថាគាត់ឃ្លានវាពេលណាបន្ទាប់មកគាត់គ្រាន់តែឧទាហរណ៍ទៅលើអា meals ដែលគាត់បញ្យល់នេះ meal ហ្នឹងបាយផឹកបាយអាសៀលបាយយប់ហ្នឹងគឺ meal ហ្នឹងនេះ breakfast lunch ហើយនឹង dinner គាត់បញ្យល់ថ្ងៃហ្នឹងញ៉ាំអីគេខ្លះបន្ទាប់ពីញ៉ាំបាយផឹកហើយញ៉ាំអីគេអញ្ចឹងណាអញ្ចឹងនេះហើយគឺជាអ្វីដែលជនជាតិដើមគាត់និយាយគ្នាដើម្បីឲ្យយើងអាចយកវាទៅនិយាយអញ្ចឹងដែរការដែលយើងស្ដាប់ជជីឆ្លើយនេះតាមពិតខ្ញុំមានសម្លេងប៉ុន្តែខ្ញុំនឹងដាក់នៅខាងចុងណាព្រោះឯករណីថាវាមាន copyright ខ្ញុំអាចដកវាចេញបានអ្នកនរគ្នាអញ្ចឹងខ្ញុំដាក់វានៅខាងចុងប៉ុន្តែខ្ញុំបញ្យល់ចម្លើយថាជជីគេសួរតែមួយម៉ាត់ប៉ុណ្ណេះសោះយូឆ្លើយឡើងមកកណោតាមមានព័ត៌មានអីគេខ្លះអូខេអញ្ចឹងចូលជីថា I have a lot of bad habits ទូទៅបើគេសួរថា Do you have any bad habits you អាចឆ្លើយថា Yes I do ឃើញអត់តែប៉ុណ្្នឹងឯងត្រូវអត់ប៉ុន្តែចូលជីអត់មានឆ្លើយ Yes I do ឃើញអត់អញ្ចឹងយើងក៏ឆ្លើយថា I have lots of bad habits យូឃើញអានេះមិនមែន a lot ទេគាត់ប្រើពាក្យ lots of ន័យដូចនឹង a lot ចឹងដូចគ្នាគ្រាន់តែថាជនជាតិដើមអាចប្រើពាក្យ lots of អញ្ចឹងទៅអញ្ចឹងយើងអាចយកវាទៅប្រើដែរ I have lots of bad habits one of them is eating too much sugar មួយនៅក្នុងចំណោម bad habits ទាំងអស់ហ្នឹងគឺញ៉ាំស្ករច្រើន way too much ធម្មតាយើងប្រើពាក្យ too much sugar ទៅទេតែពាក្យ way ហ្នឹងមកពីណាគឺមកសកត់ន័យដូចនឹងពាក្យ very really um absolutely ចឹងគឺវាស្តៀងទៅនឹងដែរគ្រាន់តែនេះគេប្រើសម្រាប់ពាក្យ too much ហ្នឹងគឺគេចូលមកដុំមួយវានេះគឺ way too much បីពាក្យហ្នឹងគឺគេអាសាប្រើជាមួយគ្នាគេអត់ប្រើពាក្យ very too much ទេទោះបីន័យវាប្រហាក់ប្រហែលគ្នាក៏ដោយឃើញអត់អញ្ចឹងនៅពេលដែលយើងរៀនបែបហ្នឹងអ្នកនរគ្នានឹងឃើញមានពាក្យមួយចំនួនដែលគេប្រើសម្រាប់និយាយដូចជនជាតិដើមអញ្ចឹងហើយកាលណាដែលយើងអត់ព្រមរៀនអញ្ចឹងយើងផ្គុំពាក្យខ្លួនឯងករណីអ្វីដែលខ្លាំងបំផុតគឺខុសវេយ្យាករណ៍ទីពីរស្ដាប់ទៅអត់តំណងឯងដោយសារតែពាក្យហ្នឹងពេលខ្លះវាអត់ប្រើជាមួយគ្នាបានអញ្ចឹងគាត់សួរថាយើងមានទម្លាប់អាក្រក់អីអត់បន្ទាប់មកចូលជីថាអូខ្ញុំមានច្រើនណាស់ I have lots of bad habits one of them is eating way too much sugar អញ្ចឹងគាត់ឆ្លើយថាមានច្រើនណាស់ហើយក៏ប្រាប់មួយនៅក្នុងចំណោមទាំងអស់ហ្នឹងគឺញ៉ាំស្ករច្រើនបន្ទាប់មកអីគេទៀត after every meal I have a terrible habit of needing something sweet ឃើញអត់គាត់ផ្ដល់ព័ត៌មានបន្ថែមទៅលើការញ៉ាំស្ករច្រើននឹងគាត់ថាបន្ទាប់ពីបាយហើយ after every meal អញ្ចឹងភាសាអង់គ្លេសគេប្រើពាក្យ rice ទេណាបាយគេប្រើពាក្យ meal ព្រោះសុកគេអត់ហូបបាយដូចយើងទេគេហូបអីផ្សេងអញ្ចឹងគេប្រើពាក្យ meal after every meal I have a terrible habit of អញ្ចឹងមិនបានប្រើ terrible ដោយសារតែពេលដែលគេចេះអង់គ្លេសច្រើនណាគេអត់ចង់ប្រើពាក្យដដែលដូច bad ហើយអានេះ bad ទៀតទេ I have a bad habit អញ្ចឹងជនជាតិដើមត្រូវអាចយកពាក្យអីមកជំនួសកុំឲ្យប្រើដដែលអញ្ចឹងអ្នកចេះអង់គ្លេសក៏ដូចគ្នាដែរដូចខ្ញុំអញ្ចឹងណាពេលដែលខ្ញុំនិយាយពាក្យ bad នឹងហើយខ្ញុំត្រូវប្រើពាក្យអីផ្សេងខុសពី bad នឹងដែលមានន័យស្មើគ្នាមូលហេតុនឹងឯងមិនគេឲ្យយើងរៀនពាក្យនៃដូចឲ្យច្រើនកុំឲ្យប្រើពាក្យដដែលព្រោះអីកាលណាដែលយើងប្រើពាក្យដដែលមានថាភាសាអង់គ្លេសរបស់យើងវានៅរៀងទាបព្រោះយើងមានពាក្យផ្សេងមិនក៏ប្រើមិនក៏យកពាក្យនឹងមកអញ្ចឹងណាអ្នកគ្នាអានឹងគឺជាចំណុចមួយដែលយើងត្រូវចំណាំដែរ
I have a terrible habit of needing something sweet ត្រូវការកន្លែងហ្នឹងគឺតម្រូវថាចង់ញ៉ាំចង់ហូបអញ្ចឹងណាអញ្ចឹងបន្ទាប់ពីបាយហើយនឹងតែឃ្លានអីផ្អែមផ្អែមហ្មង So for breakfast this morning ឃើញទេគាត់បញ្យល់បន្ថែមណាគាត់ថាគាត់ចូលចិត្តហូបអីផ្អែមផ្អែម too much sugar បន្ទាប់ពីបាយហើយឃ្លានអីផ្អែមផ្អែមហ្មងអញ្ចឹងកន្លែង sugar ហ្នឹងគាត់ដូរទៅជាពាក្យ sweet ន័យតែមួយទេ sugar and sweet ហ្នឹងបន្ទាប់មកទៀតគាត់បន្ថែមព័ត៌មានទៅនឹងបាយហើយហ្នឹងឯងបន្ទាប់មកគាត់និយាយថា for breakfast this morning for example I had a pastry មានដូចជានំខេកដូចមានដូចនេះទៅហាងកាហ្វេអាគេដាក់ក្នុងទូ snacks ក្នុងទូហ្នឹងអាហ្នឹងឯងគេថា pastry ឃើញអត់គាត់ឧទាហរណ៍ហ្មងគាត់និយាយពីរឿងម្ហូបអាហារឥឡូវគាត់និយាយរឿង breakfast ឲ្យយើងនេះ so for breakfast this morning for example I had a pastry នំខេកឬក៏នំអីផ្អែមៗអញ្ចឹង at lunch after my meal I had a chocolate bar ញ៉ាំសូកូឡា chocolate bar and later after dinner I'll probably have something else sweet it's not very good អញ្ចឹងមិនបានចូលជានិយាយឡើងច្រើនម៉េះគាត់និយាយតែប្រហែលដុំឯងទីមួយគាត់ថាគាត់មានទម្លាប់អាក្រក់ច្រើនទីពីរគាត់ប្រាប់ទម្លាប់អាក្រក់នឹងអីគេទីបីគាត់ប្រាប់ថាគាត់ឃ្លានវាពេលណាបន្ទាប់មកគាត់គ្រាន់តែឧទាហរណ៍ទៅលើអា meals ដែលគាត់បញ្យល់នេះ meal ហ្នឹងបាយផឹកបាយអាសៀលបាយយប់ហ្នឹងគឺ meal ហ្នឹងនេះ breakfast lunch ហើយនឹង dinner គាត់បញ្យល់ថ្ងៃហ្នឹងញ៉ាំអីគេខ្លះបន្ទាប់ពីញ៉ាំបាយផឹកហើយញ៉ាំអីគេអញ្ចឹងអញ្ចឹងនេះហើយគឺជាអ្វីដែលជនជាតិដើមគាត់និយាយគ្នាហើយគាត់សួរគេវិញ What about you any bad habits គឺគេសួរអត់មានទម្លាប់អាក្រក់អីដែរអត់ any bad habits អូខេ thank you អញ្ចឹងបងប្អូនគ្នាចាប់អារម្មណ៍ទៅលើការសិក្សាបែបនេះក៏យើងមានថ្នាក់បរិញ្ញាដែរទៅលើថ្នាក់សន្ទនាភាសាអង់គ្លេសដែលផ្ដោតសំខាន់ទៅលើការសួរសំណួរការឆ្លើយពន្យល់ពាក្យពន្យល់អត្ថន័យនិងការរៀនភាសាអង់គ្លេសទូទៅផងដែរអរគុណច្រើនចំពោះការទស្សនាបើសិនជាចាប់អារម្មណ៍អាចតាក់ទងមកតាម Telegram ខាងក្រោមយើងនឹងផ្ដល់ព័ត៌មានជូនអ្នកគ្នា Thank you